អ្នកគ្រូថ្ងៃនេះមានពិសោធន៍ថ្មីដែលតាក់ទងទៅនឹងអត្តពលសីតុណ្ហភាពលើសម្ពាធខ្យល់ដែរឬទេចាថ្ងៃនេះខ្ញុំមានពិសោធន៍ថ្មីមួយទៀតចាដែលសម្ភារៈហ្នឹងគឺយើងមានតែកែវអាក់ឡែនចាយើងមានដុំកំណល់ហើយយើងមានទៀនចាមានឈើគូហើយយើងមានចានថ្លាមួយចាហើយនឹងមានទឹកប្រហែលជាមួយកែវចាអញ្ចឹងចំពោះដំណើរការគឺងាយទេចាគ្រាន់តែយើងចាយកទៀនហ្នឹងមកបិទជាប់ចាជាមួយនឹងជាងកំណល់ហើយចាយើងយកដាក់នៅចំកណ្ដាលនៃចានចាបន្តមកទៀតយើងចាក់ទឹកចូលចាហើយយើងយកជាគូសនេះដុតទៀនចាដុតទៀនហើយយើងយកកែវអាក់ឡែននេះទៅគ្របចាគ្របពីលើទៀននោះចាហើយតើអ្នកគ្រូអាចទាយបានទេថាពេលដែលយើងគ្របទៀនទៅតើនឹងមានអ្វីកើតឡើងខ្ញុំគិតថាប្រហែលជាទៀនហ្នឹងរលត់ទៅព្រោះថាវាអត់មានខ្យល់នៅក្នុងហ្នឹងចាក្រៅពីទៀនរលត់តើមានអ្វីទៀតទេអ្នកគ្រូខ្ញុំមិនដឹងដែរអ្នកគ្រូចាអញ្ចឹងអ្នកគ្រូចង់ដឹងទេចង់ដឹងចាអញ្ចឹងយើងនឹងអនុវត្តទាំងអស់គ្នាចាអញ្ចឹងចាអ្នកគ្រូអាចចាប់ផ្ដើមអនុវត្តបានចាដំបូងគឺយើងធ្វើយ៉ាងម៉េចខ្ញុំដាក់ចាដាក់ទៀនភ្ជាប់ជាមួយនឹងជាងកំណល់ចាអ្នកគ្រូដុតទៀនហើយចាដុតទៀនហើយក៏បានចាចាក់ទឹកចូលចាបន្ទាប់មកធ្វើយ៉ាងម៉េចទៀតយកកែវនេះក្រោបចាកែវហ្នឹងក្រោបពីលើចាអញ្ចឹងអ្នកគ្រូសង្កេតមើលឃើញយ៉ាងម៉េចដែរចាសង្កេតឃើញយ៉ាងម៉េចដែរចាខ្ញុំសង្កេតឃើញទៀនហ្នឹងរលត់ហើយទឹកក៏កើនឡើងដែរចាឃើញទៀនរលត់ហើយទឹកក្នុងកែវហ្នឹងកើនឡើងចាមុនពេលយើងចាអានុក្របហ្នឹងគឺអត់មានពេលយើងក្របភ្លាមគឺអត់មានទឹកទេតែពេលយើងក្របទៅមានទឹកកើនឡើងចាអញ្ចឹងក្រៅពីទៀនរលត់យើងឃើញថាកម្ពស់ទឹកហ្នឹងក្នុងកែវកើនឡើងចាអញ្ចឹងអ្នកគ្រូអាចបកស្រាយបានទេថាហេតុអីបានជាកម្ពស់ទឹកក្នុងកែវកើនឡើងចានៅពេលដែលអត់ទៀនទៅធ្វើឲ្យខ្យល់នៅក្នុងកែវហ្នឹងវាក្តៅចាខ្យល់ក្តៅចាខ្យល់ក្តៅហើយសម្ពាធហ្នឹងក៏វាថយចុះចាពេលដែលខ្យល់ក្តៅសម្ពាធថយចុះចាហើយអញ្ចឹងសម្ពាធខាងក្រៅនោះវាខ្លាំងជាងនៅពេលដែលវាខ្លាំងជាងវាក៏រុញច្រានទឹកហ្នឹងចូលទៅក្នុងកែវធ្វើឲ្យទឹកក្នុងកែវហ្នឹងកើនកម្ពស់ចាអញ្ចឹងត្រឹមត្រូវហើយគឺសម្ពាធខ្លាំងគឺរត់ទៅរកសម្ពាធខ្សោយចាមានន័យថាពេលដែលខ្យល់នៅក្នុងកែវក្តៅសម្ពាធថយចុះចាតែសម្ពាធខាងក្រៅនេះគឺខ្លាំងជាងអញ្ចឹងវាត្រូវរត់ចូលទៅក្នុងកែវចាប៉ុន្តែដល់ពេលដែលវារត់ចូលទៅក្នុងកែវរហូតដល់សីតុណ្ហភាពខាងក្នុងនិងខាងក្រៅស្មើគ្នាកម្ពស់ទឹកក៏ឈប់កើនឡើងចាអញ្ចឹងអ្នកគ្រូសង្កេតឃើញអញ្ចឹងកម្ពស់ទឹកគឺកើនឡើងទៅត្រឹមហ្នឹងលែងឡើងទៀតហើយចាអញ្ចឹងអ្នកគ្រូអាចយកដំណើរការពិសោធន៍ហ្នឹងទៅអនុវត្តបានទេចាបានអ្នកគ្រូចាអញ្ចឹងពេលដែលអ្នកគ្រូអនុវត្តបើសិនបើអ្នកគ្រូអត់មានកែវអាក់ឡែននេះចាអ្នកគ្រូអាចប្រើជាមួយនឹងកែវធម្មតាចាកែវចេះក៏បានចាឬក៏កែវដែលអាចមានមាត់រាងតូចបន្តិចក៏បានដែរចា